ដោយសារតែអូខេអ្នកនរដោយសារតែដោយសារតែកុំព្យូទ័រខ្ញុំគឺ record បានតែ5នាទីទេអញ្ចឹងកន្លែងនេះខ្ញុំត្រូវកាត់ហើយយើង save សិនអញ្ចឹងអ្នកនរឃើញកន្លែងហ្នឹងយើងចុចយើងវាយមកយើង save ចំនួនសរុបហើយយើងដាក់ដូចគ្នានឹងមិនដែរហើយយើងវាយជាភាសាអង់គ្លេសមួយមកឲ្យគេដឹងយើង save total អូខេប៉ុណ្ណឹងអ្នកនរគ្នាពិតឲ្យស្អាតល្មមហ្នឹងអូខេតែ total សរុបយើងអាចលេងពណ៌កន្លែងនេះខុសគេក៏បានដែរយើង select លើហ្នឹងមកយើង select លើរបស់ដែលយើងចង់ដូរពណ៌អញ្ចឹងតិចមកវិញយើងចង់ដាក់ពណ៌គេនេះតាមចិត្តអ្នកនរគ្នាបើសិនជាខ្ញុំយកពណ៌នេះខ្ញុំគ្រាន់តែជាលើកឧទាហរណ៍ទេតែប៉ុណ្្នឹងទេអញ្ចឹងការងារយើងហើយគឺអត់មានអីទេហើយកន្លែងនេះយើងដូរអក្សរមកពណ៌ដូចខាងលើមកអូខេឬក៏ដាក់ពណ៌ផ្សេងទៅបានប៉ុណ្ណឹងគឺកន្លែងនេះបើសិនជាវាសល់ space ទួចអ្នកនរគ្នាអាចប្រូមកនេះឬក៏ទាញអានេះចុះក្រោមបន្តិចមកទាញចុះក្រោមតិចទៀតអូខេឥឡូវយើងបានប៉ុណ្ណឹងយើងអាចមក preview បានអ្នកនរគ្នាចុចចូល file ហើយយើងរកពាក្យថា print អូខេនេះគឺរបស់យើងគឺចេញមកបានប៉ុណ្ណេះគឺស្អាតតែម្ដងវាមិនឥតខ្ចោះហើយប៉ុន្តែយើងអាចប្រើការបានសម្រាប់យើងចង់ design ខ្លួនឯងចង់បាន mode ចង់បានពណ៌ខ្លួនឯងគឺមិនចាំបាច់ជួលគេឲ្យធ្វើអស់លុយទេអូខេអញ្ចឹងវីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងទេហើយបងប្អូនកុំភ្លេចជួយចុច subscribe channel ខ្ញុំមួយផងដើម្បីទទួលបានវីដេអូថ្មីអូខេអរគុណជំរាបលាអ្នកនរគ្នា